សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបតភ្លើងឬក៏តចរន្តហ្នឹងរបស់ ZL 6290A តាមពិតអានឹងស្តៀងនឹងEvely 988H ដែរនឹងស្តៀងគ្នាចឹងនៅក្នុងខ្នងរបស់វាយើងមើលលេខទៅវាមានលេខ1លេខ2លេខ3លេខ4លេខ5លេខ6លេខ7លេខ8លេខ9នៅក្នុងរបស់វាមានលេខប៉ុណ្ណឹងអញ្ចឹងយើងមើលនៅក្នុងឥឡូវខ្ញុំតនៅក្នុងលេខ8លេខ9លេខ8លេខ9ហ្នឹងជារុនសម្រាប់តខ្សែ sensor លេខ8លេខ9ហ្នឹង sensor លេខ8លេខ9ឥឡូវខ្ញុំចាប់ដើមធ្វើប្រម៉ូទមើលរុនខ្សែ sensor លេខ8ហើយនិងលេខ9ចំណែកលេខ6ហើយនិងលេខ7លេខ6ហើយលេខ7គឺខ្សែភ្លើងចូលភ្លើងចូល220ភ្លើងចូល220នឹងយើងអាចអញ្ចឹងដើម្បីឲ្យឧបករណ៍វាដំណើរការបានវាយើងត្រូវយកខ្សែខ្លីយើងប៉ុងចេញពីលេខ6បានន័យថាយើងចេញពីលេខ6ចូលមកលេខហើយយើងប៉ុងចេញពីលេខ6ចូលមកលេខ5ហើយយើងចេញពីលេខ6មកយើងប៉ុងចេញលេខពីលេខ6មកលេខ5ហើយចេញពីលេខ5ទៅលេខ2ហើយយើងប៉ុងខ្សែពីកតុយខ្លីៗមកចូលពីលេខចេញពីលេខ6ចូលលេខ5ចេញពីលេខ5ចូលលេខ2ចឹងយើងបានថាយើងចម្លងចរន្តចេញពីលេខ6ណាលេខ6ភ្លើងចូលហ្នឹងចូលលេខ5ចេញពីលេខ5មកលេខ2ហ្នឹងតខ្សែខ្លីៗដូចក្នុងវីដេអូអញ្ចឹងបងមកមានខ្សែភ្លើងតូចៗស្រួលដាក់ហើយបន្តមកទៀតគឺយើងតអំពូលណាយើងដាក់អំពូលអញ្ចឹងអំពូលវាមាន2ខ្សែបានថាពីតសៃខ្សែមកខ្សែទី1គឺយើងចូលលេខ1បានថាមកតសៃយើងចូលលេខ1មកតសៃយើងចូលលេខ1ណាយើងមានលេខ1យើងចូលលេខ1មកតសៃហើយមកតសៃទៀតយើងយកមកចូលលេខ7មកតសៃចូលលេខ1មកតសៃទៀត
ចូលលេខ7ដើម្បីឲ្យអំពូលដំណើរការបានហ្នឹងឯងហើយចំណែកដង្ហារយើងអាចដាក់ជាប់ជាមួយនឹងអំពូលក៏បានយើងអាចដាក់ចូលលេខ1ហើយនឹងលេខ7ដង្ហារដើម្បីឲ្យវានៅពេលដែលអំពូលដំណើរការដង្ហារវាវិលអំពូលផ្ដាច់ដង្ហារវាបិទឬក៏បងប្អូនអាចតឲ្យវាវិល24ម៉ោងក៏បានគឺចូលលេខ6លេខ7លេខ6លេខ7គឺវាវិល24ម៉ោងហើយសម្រាប់ដង្ហារបឺតចេញគឺយើងចូលលេខ4ដង្ហារបឺតខ្យល់ចេញនៅពេលដែលកម្ដៅវាលើសគឺវាបឺតវាដំណើរការបឺតខ្យល់ចេញឲ្យវាគ្រប់គ្រងកម្ដៅឲ្យស្មើវិញគឺចូលលេខ4ហើយនឹងលេខ7ចូលលេខ4ហើយនឹងលេខ7សម្រាប់ដង្ហាបឺតកម្ដៅចេញចូលលេខ4ហើយលេខ7អញ្ចឹងនៅពេលដែលកម្ដៅវាលើសឧទាហរណ៍ថាវាលើស1អង្សាឬក៏2អង្សាគឺយើងកំណត់ឲ្យវាបឺតកម្ដៅចេញគឺវានៅពេលកម្ដៅដែលវាលើសហ្នឹងគឺវាបឺតឲ្យវាថេរមកវិញហ្នឹងចូលលេខ4ហើយនឹងលេខ7ហើយអញ្ចឹងសម្រាប់លេខ6លេខ7គឺយើងមានដង្ហារយើងមានអំពូលភ្លើងគឺវាមានហើយភ្លើងចូលមួយទៀតគឺវាមាន3តសៃហើយសម្រាប់លេខ6គឺយើងមានខ្សែប៉ុងមួយហើយភ្លើងចូលមួយទៀតគឺវាមាន2តសៃលេខ6គឺមាន2តសៃខ្សែប៉ុងមួយហើយខ្សែភ្លើងចូលមួយគឺវាមាន2តសៃដល់ពេលដែលវារួចទ្រាល់យើងអាចដោតវាចូលទៅវានឹងដំណើរការអញ្ចឹងនៅវីដេអូក្រោយខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបកំណត់សីតុណ្ហភាពរបស់ LCD 291A សូមអរគុណបាទ